lại mình comment from lên thơ ca login cho vào account của user và bị loginហើយខ្ញុំមិនព្រម Alt S ដើម្បី list file ទាំងអស់ឬក៏ directory ដែលនៅក្នុង current folder របស់យើងតមកទៀតយើងប្រើ tab យើងធ្វើការបង្កើត file មួយឈ្មោះ theory.kt យើងដាក់សញ្ញា dot ខាងមុខឈ្មោះ file គឺដើម្បីយើងបញ្ជាក់ថាយើងបង្កើត file ហ្នឹងជាប្រភេទ file secret បន្ទាប់មកខ្ញុំធ្វើការបង្កើត folder មួយទៀតយើងប្រើ OKDIO យើងដាក់សញ្ញា dot មួយទៀតយើងដាក់ឈ្មោះដូចគ្នា theory directory ទៅដោយសារវាជាប្រភេទ folder ហើយយើងដាក់សញ្ញា dot នៅមុខនោះមានន័យថា folder ហ្នឹងយើងទុកវាជា hidden ជា secret តមកទៀតខ្ញុំធ្វើការ list មើលទាំងអស់ហ្នឹងបន្ទាប់មកខ្ញុំធ្វើការបង្កើត file មួយទៀតដាក់ឈ្មោះ node.kt យើងធ្វើការ view មើលឥឡូវនេះយើងឃើញហើយតែយើងបង្កើតជោគជ័យហើយមាន file ឈ្មោះ node.kt បន្ទាប់មកទៀតយើងធ្វើការបង្កើត multiple folder multiple directory យើងប្រើ OKDIO បន្ទាប់មកយើងប្រើសញ្ញាឃ្លាបសងខាងយើងដាក់ពីលេខ1ទៅម៉ានតែយើងបង្កើតប៉ុណ្ណាខ្ញុំប្រើ S ដើម្បី view មើលឥឡូវយើងឃើញហើយតែយើងបានបង្កើត multi-DIO 1ដល់3បន្ទាប់ពីបង្កើតហើយខ្ញុំធ្វើការប្រើ keyword vi ដើម្បី open file សម្រាប់ edit ខ្ញុំ open node.kt សម្រាប់ edit បន្ទាប់មកខ្ញុំ edit ខ្ញុំសរសេរអ្នកនរគ្នាសរសេរអីក៏បានដែរខ្ញុំ file សរសេរអ្នកនរគ្នាធ្វើបន្ទាប់ពីសរសេរហើយអ្នកនរគ្នាចុច key escape ដើម្បីឃើញគេឲ្យវាយក្នុងត្រង់បន្ទាប់មកអ្នកឲ្យវាយ W ខ្ជុះដើម្បីធ្វើការចេញឲ្យស្រាវបន្ទាប់មកទៀតខ្ញុំធ្វើការ view ខ្ញុំប្រើ cat node.kt ហើយខ្ញុំ view ឲ្យថាក្នុង file node.kt ខ្ញុំពិតជាបាន write អញ្ចឹងមែនតទៅទៀតខ្ញុំប្រើ keyword cp node.kt lab 1 node.kt ដើម្បីធ្វើការ copy file ពី lab 1 node.kt ទៅ lab 1 node.1.kt តែដោយសារតែនៅក្នុងនេះខ្ញុំអត់មានខ្ញុំប្រើ Alt Lookup ហើយខ្ញុំអត់មាន folder ឬក៏ directory ឈ្មោះ lab 1ទេខ្ញុំធ្វើការហើយធ្វើការ copy node.kt ហ្នឹងទៅ folder មួយ directory មួយហ្នឹងដាក់ខ្ញុំដាក់នៅក្នុង directory ឈ្មោះ multi-dio 1ទៅបន្ទាប់មកខ្ញុំ slash មួយដើម្បីបង្កើត file មួយខ្ញុំដាក់ node clone.tt ហើយខ្ញុំ copy file node.tt ហ្នឹងទៅក្នុង directory ឈ្មោះ multi-dio 1ហ្នឹងហើយនៅក្នុង file មួយឈ្មោះ node clone បន្ទាប់មកខ្ញុំធ្វើការ view មើលនៅក្នុង directory multi-dio 1នៅក្នុង file node clone.tt ចង់ថាយើងធ្វើការ copy បានជោគជ័យអត់ឥឡូវនេះគេឃើញហើយថាវាដុតបេះបត់ទៅនឹង file ឈ្មោះ node.tt អញ្ចឹងខ្ញុំប្រើ keyword om ដើម្បី delete file ហើយខ្ញុំធ្វើការ delete file ឈ្មោះ multi-dio 1ចោលទៅហើយលុប node clone.tt ចោលទៀតខ្ញុំធ្វើការ enter តមកវាសួរបញ្ជាក់ឲ្យយើង yes or no ខ្ញុំបែរសួរបានដើម្បី yes បន្ទាប់មកទៀតខ្ញុំវាយ Alt S ដើម្បីមើលថា file ខ្ញុំផលិតឲ្យ delete ហ្នឹងវាជោគជ័យអត់ឥឡូវវាបាត់ហើយតមកខ្ញុំធ្វើការប្រើ OMDIO ដើម្បី remove empty directory ចោលឥឡូវខ្ញុំ remove multi directory 1ហើយចុច Alt S មើលឃើញថាបាត់ multi directory 1បាត់ហើយឥឡូវខ្ញុំធ្វើការ show node in node number យើងប្រើ Alt S minus ali node.tt ខ្ញុំ enter មកវាធ្វើការ show in node number ហើយតោះមកខ្ញុំធ្វើការបង្កើត hard link មួយដើម្បីបង្កើតខ្ញុំប្រើ Alt N node.tt ដាក់ name hard link មក hard link វា share the same in node ដូចនឹង original file នេះបន្ទាប់មកទៀតខ្ញុំធ្វើការ verify hard link ដល់ the same in node ហើយមាន in node ពីរហ្នឹងគឺវាដូចគ្នាបន្ទាប់មកទៀតខ្ញុំធ្វើការបង្កើត soft link ម្ដងដាក់ soft node ទៅ soft link ហ្នឹងដូច shortcut អញ្ចឹងវាដូចជា shortcut មួយដើម្បីទៅ file ហ្នឹងអញ្ចឹងឥឡូវខ្ញុំធ្វើការ test link ហ្នឹងខ្ញុំធ្វើការ remove node.tt អញ្ចឹងបន្ទាប់មកទៀតយើងធ្វើការចូលទៅ hard node តែពេលយើងចូលទៅយើងឃើញថាអីផាច់ដែលយើងបាន write ហ្នឹងវាមានលក្ខណៈធម្មតាវាអត់បាត់បង់ណាទេតែពេលយើងចូលទៅមើល source node វិញគឺវាអត់មានទេវាបាត់បង់ហើយអរគុណអ្នកនរគ្នាដែលបានចូល